សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះឃ្លីមសូមលើកយករឿងព្រេងនិទានដែលដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរដែលមានចំណងជើងថាម៉ាយាស្រីកាលពីព្រេងនិទានមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដីក្នុងផ្ទះសឹងតែរាល់ថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមញាក់តាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបុណ្យញាក់តានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមញាក់តានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមញាក់តាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមញាក់តានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបុណ្យអ្នកតាថាខ្ញុំមិនចំយកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោរឲ្យប្តីនាងឯងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសូថាគេហែអើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនឹងពងមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យញ៉ាប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមាន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោមេនោះអណាស់គិតស្មានថាប្តីឈឺមែនត្រីនឹងពាក្យញាក់តាបង្គាប់ហើយត្បិតលឺធ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយឲ្យប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាំងមួយនៅខាងដំណែកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពាំងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនខិនមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអណាស់គិតថាត្រូវនឹងពាក្យដែលត្រូវបុណ្យញាក់តាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាំងនោះឲ្យស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងោទៀតមេនោះវិលពីដងទឹកមកមើលទៅឃើញសហាយត្រូវទឹកក្តៅរុញសរសៃដោយគេដកចេញពីពាំងមកក៏អោនខ្សឹបថាអ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឈ្ងោកដដែលមេនោះយកដៃទៅចាប់ជ្រមុជត្រូវស្លឹកត្រចៀករលះជ្រុះទាំងសក់មើលបានដឹងថាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាំងមកគ្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏ពុំងូតប្រាប់ប្រពន្ធថាអញក្រាន់បាហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកប្រហើមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលបលួចអីវ៉ាន់ញាក់ផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវប្រែគេមកហាលជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគ្នាថាជើមេនោះមានណាក់តើយកនេះយើងទៅលបលួចវាឲ្យបានគុំខានសពថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាលសម្ពុតហូលអាវប្រែនោះលុះដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរឹតរូតប៉ែងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលលួចមកសែងយកទៅចោលឯចៅទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រដេះឃើញតែពាំងមួយចង់មាត់ជាប់បើពុំរួចចៅទាំង4នាក់និយាយគ្នាថា
របស់អស់នោះវាដាក់គ្រឿងពាំងនេះហើយបើដូច្នេះតែយើងសែងពាំងនេះថាហើយក៏នាំគ្នាសែងពាំងនេះទៅព្រៃឆ្ងាយក៏ស្រាយលូកមើលអាមួយលូកដៃទៅត្រីសក់ថាសោតដកដៃចេញអាមួយលូកដៃទៅត្រីស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រែកថាខ្មោចទេអាមួយមិនជឿលូកដៃទៀតត្រូវដាមទ្រង់ដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតឲ្យយកសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងឃ្លាំមិលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចោមរុំចាប់វាឲ្យវារាំងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពុងរកទិញអីវ៉ាន់ត្បិតមានសំពៅទៀបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាហើយនិយាយពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីន័យសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចែកគ្នាចែកលេងចៅទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈរចាំខ្ញុំនៅលើច្រាំងបើកាលណាឃើញខ្ញុំបយដៃនោះអ្នកនាំគ្នាចុះទៅចោះបានប្រាក់ហើយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនៅណៃសំពៅលក់ចៅទាំង4នាក់នោះវាថាចៅនេះជាខ្ញុំរបស់វាហើយចង្កុលបង្ហាញណៃសំពៅថានោះវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់បានណៃសំពៅព្រមឲ្យស៊ូថាខ្ញុំនាងឯងទាំង4នាក់លក់ថ្លៃប៉ុន្មានមេនោះថាម្នាក់ថ្លៃ2ណែនណៃសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបោកដៃឲ្យចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែណៃសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាត់សំពៅទាំងអស់មេនោះយកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកនៅលើដានឈើមួយនៅប្រោះផ្លូវនោះឯចៅទាំង4នាក់លូណៃសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាមេនេះឲ្យពេញជាប្រាជ្ញាធំវាបញ្ឆោតយើងឲ្យសែងស្មោចទៅចៅក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់ជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកនៅលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងទៅដេកលើម៉ែកដោយខ្លួនពីគ្នាចៅម្នាក់ឡើងទៅក៏ជួបនឹងនាងនោះនៅលើចុងឈើអាចៅនោះថាហាងឯងស្លាប់ហើយម្ដងនេះហាងឯងធ្លាប់បញ្ឆោតយើងឥឡូវហាងឯងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាញហើយអោនខ្សឹបថាណយអ្នកកុំស្ដីកុំអោយអ្នកទាំង3នាក់ទៀតដឹងហើយយើងត្រូវយកគ្នាជាប្តីប្រពន្ធនឹងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកកុំធ្វើបាបខ្ញុំធ្វើអ្វីអាចៅនោះឮដូច្នោះក៏មិនស្ដីខិតចោលទៅចិត្តលូកអបគៀកមេនោះហើយថាបើអូនឯងហៅប្រាជ្ញាធំបញ្ឆោតខ្ញុំ2-3 ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារព្រេងសំណានយឿននិយាយហើយក៏អោបតាមចិត្តមេត្រីមេនោះប៊ុំបំរាស់ហើយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះឯខ្ញុំស្រឡាញ់អ្នកស្មោះចិត្តមួយហើយឯចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើម្ដេចមេនោះថាបងស្រឡាញ់ចិត្តមួយមិនគ្នាមានតែលៀតអណ្ដាតគ្នាទើបមេនោះលៀនអណ្ដាតហើយអោនទៅរកអាចៅនោះលៀតអណ្ដាតមេនោះហើយលៀតអណ្ដាតឲ្យមេនោះលៀតវិញមេនោះកម្មអណ្ដាតអាចៅនោះដាច់អកមួយកំណាត់ហើយច្រានទំនាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែកឮតែលុលអាចៅទាំង3នាក់គិតស្មានថាណៃសំពៅចោមចាប់ក៏លោតពីលើមែកឈើរត់ទៅហើយស្រែកហៅគ្នាថាគ្នាយើងរត់ណៃសំពៅដេញហើយអាចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវាថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតដូច្នោះនិយាយមិនច្បាស់ឮតែលុលគ្នាវាគិតស្មានតែគេដេញចាប់ចេះតែប្រាំងរត់យកតែប្រើអាយុរៀងខ្លួនឯមេនោះចុះពីលើចុងឈើយកប្រាក់ជាផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយតទៅសូមអរគុណសម្រាប់ការតាមស្ដាប់តាំងពីដើមរហូតដល់ចប់សូមជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា